បាទសូមគោរពនឹងជំរាបសួរដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់ Channel Admin Moda សារជាថ្មីហើយនៅក្នុងពេលនេះខ្ញុំបាទមាននៅពេលទំនេរក៏ឆ្លៀតពេលធ្វើវីដេអូដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនកំសាន្តបាទស្ដាប់កំសាន្តនៅពេលដែលសម្រាកហត់នឿយពីការងារអញ្ចឹងទៅបងប្អូនអាចចូលស្ដាប់នៅសាច់រឿងថ្មីបាទនៅក្នុង Channel របស់ខ្ញុំផងដែរហើយថ្ងៃនេះមានរឿងថ្មីទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទរឿងហ្នឹងគឺប្រពន្ធគាត់សុំប្តីគាត់លែងណាបាទគាត់ប្រាប់ប្តីគាត់ថាដោយសារតែគាត់ទៅមើលគ្រូមើលអីចឹងទៅបាទឆ្នាំឆុងគ្នាអញ្ចឹងគ្រូថាឲ្យលែងគ្នាសិនទៅចាំពេលឆ្នាំឈប់បាទឆុងគ្នាទៅចាំយើងយកគ្នាវិញបាទអញ្ចឹងប្រពន្ធក៏សុំប្តីថាលែងគ្នាសិនអញ្ចឹងទៅប្តីក៏បាទស្រឡាញ់ប្រពន្ធអាណិតប្រពន្ធខ្លាចថាមានគ្រោះថ្នាក់អីចឹងណាបាទអញ្ចឹងប្តីក៏ព្រមលែងអញ្ចឹងទៅហើយចុងក្រោយពុកម៉ែបងប្អូនអរគ្នាប្តីតាមតនប្រពន្ធហ្នឹងមានបាទសហាយបាទកំពុងតែវាយឡើងជាមួយនឹងប្រុសក្មេងណាបាទនេះហើយជាហេតុដែលធ្វើឲ្យគាត់ហ្នឹងបាទទៅប្រាប់ប្តីថាបាទសុំលែងគ្នាដោយសារឆុងឆ្នាំអញ្ចឹងពុកម៉ែបងប្អូនអរគ្នាចង់ដឹងសាច់រឿងពេញយ៉ាងណាក៏សូមបាទចូលទៅតាមដានសាច់រឿងនេះជាមួយនឹងខ្ញុំបាទ admin ទាំងអស់គ្នាហើយជាដំបូងខ្ញុំបាទសូមខន្តីនិងអភ័យទោសរាល់ពាក្យកំហុសដែលនិយាយទៅមានការលើសលួសខ្វះខាតត្រង់ចំណុចណានោះក៏សូមពុកម៉ែបងប្អូនបាទខន្តីទៅដល់ខ្ញុំបាទផងបាទហើយបងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe Channel របស់ខ្ញុំក៏សូមពុកម៉ែបងប្អូនក៏ជួយចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីស្ដាប់កំសាន្តនៅពេលដែលពុកម៉ែបងប្អូនបាទត្នេអញ្ចឹងទៅបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងពេញតើសាច់រឿងនឹងយ៉ាងណាទៅបាទបានជាប្រពន្ធដល់ថ្នាក់សុំប្តីលែងថាឆ្នាំឆុងគ្នាហើយដល់ចុងក្រោយប្តីតាមតន់ទៅបាទកំពុងតែវាយឡើងបឿជាមួយនឹងប្រុសក្មេងណានៃគាត់ចឹងណាបាទអញ្ចឹង បងប្រុសម្នាក់គាត់និយាយរឿងរបស់គាត់មកប្រាប់ខ្ញុំបាទគាត់ថារឿងរបស់គាត់នឹងជារឿងមួយដែលឈឺចាប់បំផុតដែលប្រពន្ធរបស់គាត់ស្រឡាញ់ស្មើនឹងជីវិតណាបាទអញ្ចឹងគាត់ស្រឡាញ់ប្រពន្ធគាត់ណាគាត់ថារៀបការជាមួយនឹងប្រពន្ធគាត់អស់ប្រហែលជារយៈពេលទៅ9ទៅ10ឆ្នាំហើយគាត់ថាគាត់ធ្វើការផងអីផងបាទរកលុយរកអីផងតម្រាំមកដល់ផ្ទះគាត់រៀងអស់កម្លាំងរៀងរាល់ការរស់នៅរបស់រស់នៅជាមួយនឹងប្រពន្ធគាត់ណាហើយគាត់ថារបបបាទមួយប្រពន្ធគាត់រឿងបឿរឿងអីហ្នឹងគាត់អត់សូវចំណូលទេបាទន័យថាគាត់ហត់នឿយក្នុងការងារផងអីផងគាត់ថាមួយអាទិត្យអីជួនកាលបានម្ដងអីចឹងណាបាទម្ដងអញ្ចឹងទៅហើយពេលខ្លះអត់ផងកន្លះខែតម្រាំតែបានម្ដងអីចឹងទៅអារឿងបឿរឿងអីហ្នឹងណាបាទអញ្ចឹងគាត់ថាប្រពន្ធគាត់ពេលខ្លះដូចជាមិនសូវពេញចិត្តមិនសូវអីទេមិនសូវនិយាយស្ដីមិនសូវអីទេថាមិនដឹងថាគាត់ស្កប់ស្កល់អត់អារឿងបាទផ្លូវភេទផ្លូវអីអារឿងបឿរឿងអីហ្នឹងគាត់មិនដឹងទេតែមួយគាត់មិនគិតថាចឹងផងព្រោះអីបាទរៀបការមកគាត់មិនគិតថារឿងចឹងណាតែគ្មាននេះគាត់ថាបើសិនជាមនុស្សស្រីដែលស្រឡាញ់ប្តីមិនគិតតែរឿងបាទលើក្រែអញ្ចឹងណាឯណាមួយគាត់ហត់ផងអីផងមកដល់ផ្ទះមិនមែនគិតតែងូតទឹកឲ្យអាំងឡើងវាយឡើងណាគាត់ថាគាត់ហូបបាយហើយសម្រាកបន្តិចទៅគាត់អង្គុយអស់កម្លាំងគាត់គ្មានសូវដែរបានគិតគូរអារឿងហ្នឹងទេហើយគាត់ថាមួយរយៈក្រោយមកប្រពន្ធគាត់នឹងចាប់ផ្ដើមប្លែកបងប្អូនអរគ្នាកាលពីមុនគាត់មិនសូវចេះធ្វើខ្លួនអីណាបាទធ្វើធំល្មមស្លៀកពាក់អីមិនសូវចេះតុបតែងលាបម្សៅអីម៉ាក់កាញ៉េទេគាត់ថាមួយរយៈក្រោយមករៀងតុបតែងធ្វើខ្លួនរៀងស្អាតខ្វង់អញ្ចឹងណាប៉ុន្តែគាត់អត់មានបានគិតទៅលើប្រពន្ធគាត់ក្បត់រឿងអីទេគាត់ថាប្រពន្ធគាត់ធ្វើខ្លួនស្អាតគាត់ធ្វើទៅអាហ្នឹងជាមុខមាត់សម្រាប់ប្តីដែរដែលមានប្រពន្ធស្អាតមានអីចឹងណាបាទគាត់ក៏ធ្វើការធ្វើអីធម្មតាចឹងទៅហើយមានថ្ងៃមួយប្រពន្ធគាត់ហ្នឹងមកនិយាយមួយគាត់និយាយលក្ខណៈថាមកសុំគាត់លែងមកប្រាប់គាត់ធំហ្នឹងថា
ai nha ở lời nó nghe nhom từ mơ cru mà cái lại để xa mà dạ nó dương rồi nơi mới kia đối hiện đối tha chong kia đối tha mình sơi trời kia chứ nè bà quật cái tháng chong là xa sơi ban là bò vào sơi ban vào đây bừa còn vậy phải tháng cụ thể dương mà dạ nó chong kia nè bà rồi nơi mới kia từ mục tới bà sơn dương ọt bà bay kia mà dạ sân tế từ mục tới ai cru thà này chân từ bà miền mà nè chơi mà nè cho chớ nè năng dương bà dậy bơi nghe gật dậy phèo ở đây chớ nè bà có tha khu kia phèo mau thà lấy nè thử oi ai nâng nhom nâng lên lạc nè mà dạ sân tới chả mơ đo pe đà bắt chong năm kia nâng bà chong năm chong khai kia nâng chạm dương tới kia bên tới hay nhóm còn là bay ai mà dạ tê nhóm mình tới miền nè na miền nè này tê bà còn là ruộng nơi sen kia sân tới hay dương nơi ta bà rẽ xa thì nè tụi nó chat ấy tẹt tông đôi đây một bốn đấy còn là dương lên lẹt kia sân trắng ấy nè bà ấy đây thấy anh chưa cru ấy chưa mấy đó thế nè xong đây lên kia sân trắng ấy nè một bốn ọt đấy một bốn na ọt đấy anh nó chỉ chùm nưa mua để dương mình ai ọt chưa bán này hay vậy bà con vào đây chứ bà có tha ọt tê bông nè ai thời ta lên kia sân tới nhóm bên tới na nhóm nhóm nơi ta nâng ta hay tẹt tông ai ta đá nâng còn là khai ai miền bánh hai nhóm miền bánh hai chứ nè vậy bà lu cho lu la chân tư mà ngày tới còn nơi thành vậy mùi ở đây chân tư bà vậy nơi tia thành lên kia sân tới chầm bà mơ cru hay tha lên trong kia ấy hái chầm dương tới kia bánh tới cầu viêm ấy đa đầm bay để xaสวัสดีตรงประเดี๋ยวปนเยอะบองใส่bà tha បាទចង់បដូររសជាតិឬក៏មានប្រុសមានសាហាយប្រាប់ប្តីត្រង់ទៅតែនិយាយអីបាទខុសឆ្នាំខុសខែសុំប្តីលែងគ្នាមួយរយៈអីសិនវាដូចសំឯងបងបាទអានេះជារឿងរបស់បងទេប៉ុន្តែបើបែងចូលតែចឹងឯងសុំគាត់តាមត្រង់ទៅលែងគ្នាទៅបែងទៅរកផ្លូវបែងផ្សេងទៅគាត់ឲ្យគាត់រស់នៅផ្សេងទៅកុំឲ្យបែងប្រាប់គាត់ថាលែងគ្នាសិនចាំត្រូវគ្នាអញ្ចឹងធ្វើឲ្យប្តីនេះបាទគាត់សង្ឃឹមថាថ្ងៃក្រោយពេលឡើងឆុងឆ្នាំទៅបានរស់នៅមួយឯងវិញបាទដោយក្តីសុខអញ្ចឹងណាតែតាមពិតបើឯងបាទសុំគាត់លែងដោយសារថាឆុងឆ្នាំនេះមិនមែនទេបើឯងមានប្រុសមានអីហ្នឹងហើយឲ្យគាត់ចាំទៅអីបាទតែនេះជារឿងបងទេអញ្ចឹងបងប្រុសគាត់ក៏បន្តទៀតណាគាត់ថាគាត់ដល់ពេលប្រពន្ធគាត់និយាយអញ្ចឹងទៅគាត់រៀងណាមួយគាត់ស្រឡាញ់ប្រពន្ធផងខ្លាចប្រពន្ធមានគ្រោះថ្នាក់អីចឹងទៅបាទចឹងគាត់ក៏ព្រមថាហ្នឹងហើយណាហើយចុះឯងលែងក៏លែងសិនទៅហើយឯងមិនបានកុំទៅលួចតាក់តងអ្នកផ្សេងអញ្ចឹងណាហើយនៅតែរក្សាតំណតំណងប្តីប្រពន្ធទៅយើងគ្រាន់តែបែករស់នៅបែកគ្នាសិនមួយរយៈសិនអញ្ចឹងទៅប៉ុន្តែយើងនៅតែស្រឡាញ់គ្នាដូចដើមអញ្ចឹងណាបាទអញ្ចឹងប្រពន្ធហ្នឹងក៏ថាហ្នឹងហើយបងហ្នឹងហើយអូនមានទៅណាគ្រាន់តែបែកគ្នាមួយរយៈសិនហ្នឹងណាបាទអញ្ចឹងគាត់ថាគាត់ក៏មិនគិតអីដែរគាត់ក៏ប្រឹងតែធ្វើការធ្វើអីគាត់គង់លុយទៅឲ្យប្រពន្ធគាត់ដដែលហ្នឹងគាត់អត់មានທາງបែកគ្នាមួយរយៈសិនហ្នឹងហើយរលុយប្រាក់ខែអីមកគាត់អត់ឲ្យប្រពន្ធគាត់ណាគាត់នៅតែឲ្យអញ្ចឹងប៉ុន្តែបាទគាត់អត់មានបានទៅគេងជាមួយនឹងប្រពន្ធដេកឲ្យប្រពន្ធដូចមុនទេគឺនៅឆ្ងាយពីគ្នាអញ្ចឹងណាបាទលែងបានបឿបានអីហើយអត់មានបានវាយឡើងអីដូចមុនមួយខែអីឬមួយអាទិត្យអីបានម្ដងអីអត់ទេគឺគាត់ដាច់របបហើយដោយសារប្រពន្ធគាត់សុំផ្ដាច់អញ្ចឹងណាតែមួយរយៈហើយគាត់ឆ្ងល់បងប្អូនអរគ្នាគាត់ផ្ញើលុយអញ្ចឹងទៅបាទតាក់តងអាពេលគាត់បើកលុយគឺតាក់តងមករហូតបាទឯងបើកលុយនៅបាញ់លុយឲ្យខ្ញុំត្រូវការចាយនេះចាយនោះអញ្ចឹងណាធ្វើខ្លួនធ្វើអីអញ្ចឹងទៅបាទចំណាយនេះចំណាយនោះអញ្ចឹងគាត់មានគិតវែងឆ្ងាយគាត់បើកលុយមកឲ្យអស់ហើយទុកតែតិចតួចសម្រាប់ចាយវាខ្លួនឯងហូបបាយហូបអីអញ្ចឹងទៅបាទហើយនៅពេលដែលបែកគ្នាហ្នឹងគាត់នៅតែតាក់តងឆាតមើលប្រពន្ធគាត់ជួនកាលប្រពន្ធគាត់តបជួនកាលមិនតបអញ្ចឹងទៅមិនដឹងគាត់រវល់អីថ្ងៃមួយថ្ងៃមិនស្រួលបាទវាយឡើងជាមួយអ្នកណាមិនដឹងដែរហើយមានថ្ងៃមួយគាត់ថាឆាតលែងតបបាទឆាតលែងតបចុះឡើងធ្វើឲ្យគាត់នឹងមានកំណត់សង្ស័យលើប្រពន្ធគាត់ណា
có thể bọn này được chùm lại đó lấy mấy cha lên top tê lên lược anh chăng hay lư nè chật hàng cái gì tháng bọn bọn này ấy nè តាំងពីថានៅបាយគ្នាមួយរយៈហ្នឹងមកបាទប្រុសចេញចូលរហូតហ្នឹងចង្ការគេដប់តានេះដប់តានោះយប់លប់អីបាទចេញចូលរហូតហ្នឹងប្រុសដូរមករហូតចឹងណាប្តីនេះមិនដំបងអត់ជឿគាត់នៅតែប្រកែកទេកុំនិយាយប្រកែកប្រពន្ធខ្ញុំអីប្រពន្ធខ្ញុំមិនអញ្ចឹងទេគាត់ម៉ូតូដុំម៉ូតូអីគេមកមានការអីចឹងណាគាត់នៅប្រកែកតែនៅក្នុងចិត្តគាត់ក៏គិតថាអត់ការទេត្រូវតែសើបឲ្យដឹងអញ្ចឹងណា ថ្ងៃមួយគាត់ក៏ស៊ើបគាត់ក៏តាមទៅកន្លែងប្រពន្ធគាត់រស់នៅហ្នឹង គាត់ក៏ទៅលបចឹងទៅដល់កន្លែងបន្ទប់ប្រពន្ធគាត់នៅរស់នៅហ្នឹងបងប្អូនហើយបើកទ្វារមកដឹងតែគាត់ឃើញអីឃើញប្រពន្ធគាត់ហ្នឹងកំពុងតែបញ្ចេញសំឡេងខំមាត់ខំថ្មិញបងហើយអាប្រុសនោះកំពុងតែបាទបញ្ចេញក្បាច់ បាទបញ្ចេញក្បាច់បញ្ចេញអីចឹងទៅច្បាច់ចោះច្បាច់ឡើងហើយឲ្យប្រពន្ធគាត់ហ្នឹងបាទស្រាបស្រាលនិយាយមកថាបែងខ្លាំងជាងប្តីអូនមុនណាប្តីអូនមុនមួយខែអីមិនទាន់បានម្ដងអីម្ដងបានបានមួយផ្លែតហើយបាទបើឯងវិញសាច់ដុំធំធ្វើម្ដងរាប់ម៉ោងបាទវាយឡើងម្ដងរាប់ម៉ោងហើយអូនមានក្តីសុខអីចឹងណា បាទនិយាយបដាអីបដាលក្ខណៈស្រាបស្រាបដាអីផងអាប្រុសហ្នឹងក៏បាទសម្រុកផងអីផងបាទហើយបាទកំពុងតាវាយឡើងឋានសួគ៌ស្រួលមានបានមើលលិចមើលកើតណាហើយមានដឹងថាប្តីដើមនេះបាទដែលខំជឿទុកចិត្តថាលែងគ្នាមួយរយៈសិនហ្នឹងបាទឃើញពេញភ្នែកនេះហើយឯង បាទកំពុងតែបញ្ចេញក្បាច់បញ្ចេញអីស្រាប់ស្រាលបាទអពៈប្រុសនឹងច្បាច់លើច្បាច់ក្រោមពេញនឹងទាំងអស់បាទ ហើយបងប្រុសហ្នឹងគាត់ឃើញអញ្ចឹងបងប្អូនអរគ្នាបងប្រុសហ្នឹងគាត់ស្លូតណាបាទគាត់ស្រឡាញ់ប្រពន្ធណាគាត់បានត្រឹមស្រក់ទឹកភ្នែកគាត់ស្រែកយំនៅមាត់ទ្វារដែលគាត់បើកឃើញហ្នឹងគាត់ថាគាត់ស្រែកយំអញ្ចឹងទៅធ្វើឲ្យបាទពីរអ្នកដែលកំពុងវាយឡើងហ្នឹង អាប្រុសឲ្យកំពុងថាសុតយកហ្នឹងពេលឃើញហ្នឹងមានណារត់ទាំងអាលើបកងរត់ចុះរត់ឡើងអាប្រុសហ្នឹងក៏រត់បាទបជ្រៀតចេញអាតាមទ្វារហ្នឹងគាត់ឈរមើលហ្នឹងតែគាត់មានធ្វើអីគាត់ឃើញអញ្ចឹងគាត់បានត្រឹមតែយំណាគាត់មានតែវាយតែអីអាប៉ែប្រុសមួយហ្នឹងណាគាត់ក៏យំគាត់ថាមិនបាននរឯងធ្វើអញ្ចឹងដាក់បងខំជឿជាក់ឯងស្រឡាញ់ឯងណាបងខកអីបាន អនឯងធ្វើអញ្ចឹងដាក់បងណាបងឲ្យអនឯងអត់គ្រប់គ្រាន់មែនមិនបានអនឯងមិននិយាយប្រាប់បងត្រង់ទៅបងមិនបានធ្វើឲ្យបំពេញក្តីសអនឯងដោយសារបងរាល់ថ្ងៃបងប្រឹងប្រែងធ្វើការធ្វើអីមានកម្លាំងទេហើយអនឯងចង់រឿងអញ្ចឹងអនឯងមិនប្រាប់បងមិនបានអនឯងមកលួចក្បត់បងស្រស់បែបហ្នឹងហើយគាត់និយាយអញ្ចឹងគាត់បានតែនិយាយប៉ុណ្្នឹងហើយប្រពន្ធគាត់ក៏មកសុំទោសសុំអីគាត់ថាគាត់អត់អាចលើកលែងទោសឲ្យបានទេព្រោះអី គាត់ស្រឡាញ់គាត់ដឹងថាស្រឡាញ់ហើយប៉ុន្តែបើគាត់បាទដឹងថាប្រពន្ធគាត់ក្បត់គឺគាត់ដាច់ខាតគឺគាត់អត់យកប្រពន្ធគាត់វិញទេហ្នឹងហើយបងគិតសម្រេចត្រូវហើយបើសិនជាម្នាក់ស្រីដែលជាប្រពន្ធបងហ្នឹងគាត់ក្បត់បងម្ដងហើយបងលើកលែងទោសឲ្យគាត់អឺថ្ងៃក្រោយខ្ញុំមិនប្រកាសថាគាត់មិនក្បត់បងទៀតទេអានេះមិនមែនក្បត់តែមកតាក់តង ឆាតចុះឡើងអីនេះបងបាទ វាយឡើងនៅក្នុងបន្ទប់បែរឃើញគេនិយាយសម្ដីថាម៉េចបាទគេសរសើរអាប្រុសនោះថាគេល្អគេអីគេធ្វើឲ្យគាត់នឹងមានក្តីសុខចឹងណាហើយបើឯងបានត្រឹមតែឈរមើលគេស្រក់ទឹកភ្នែកចឹងទៅដោះលែងគេទៅបងដោះលែងគេទៅរកអនាគតថ្មីទៅបាទប៉ុន្តែគ្រាន់តែថ្មីសម្រាប់បងអញ្ចឹងបងប្រកាសជាឈឺចាប់ខ្លាំងណាស់ដែលមានប្រពន្ធបែបហ្នឹងក្បត់បងបែបហ្នឹងខ្ញុំគិតថាបងពិតជាឈឺចាប់ខ្លាំងមែនតើ ប៉ុន្តែដឹងធ្វើម៉េចបើវាកើតឡើងទៅហើយបងព្យាយាមកាត់ចិត្តកែបានន័យថាបាទចេញពីមនុស្សស្រីម្នាក់ដែលក្បត់យើងទៅយើងកែជីវិតរបស់យើងឲ្យបានល្អមកវិញមករកអ្នកដែលស្រឡាញ់យើងពិតប្រាកដនិងស្មោះត្រង់មកបាទអរគុណពុកម៉ែបងប្អូនអរគ្នាសាច់រឿងរបស់គាត់
វាមានពាក្យខ្លះដែលថានិយាយទៅវាលើសលួសប៉ុន្តែវាជារឿងមួយដែលសម្រាប់មនុស្សលោកយើងវាតែងតែមានតែរឿងរស់នៅជាមួយគ្នាការគេងជាមួយគ្នាការបើកកាយនេះវាជារឿងធម្មតាតែប៉ុណ្ណឹងគ្រាន់តែខ្ញុំនិយាយទៅខ្ញុំនិយាយអត់ចំទេខ្ញុំនិយាយប្រឆិតប្រឆៀងទេប៉ុន្តែជាសាច់រឿងមួយដើម្បីលើកមកឲ្យពុកម៉ែបងប្អូនបានស្ដាប់កំសាន្តអញ្ចឹងទៅបាទហើយបើសិនជាមានកំហុសខុសឆ្គងត្រង់ចំណុចពាក្យសម្ដីក៏សូមពុកម៉ែបងប្អូនខន្តីខ្ញុំបាទផងបាទហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងសុវត្ថិភាពគ្រប់ដំណើរដើរទៅឆ្ងាយចិត្តអីសូមឲ្យពុកម៉ែបានក្តីសុខគ្រប់ពេលវេលាទាំងខ្ញុំទាំងពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទជាចុងក្រោយសូមពុកម៉ែបងប្អូនអរគ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងខ្ញុំនឹងព្យាយាមធ្វើវីដេអូថ្មីៗទាក់ទងនឹងរឿងរ៉ាវគ្រួសារដើម្បីឲ្យពុកម៉ែបងប្អូនបានស្ដាប់កំសាន្តអរគុណច្រើន